បាទជំរាបសួរដល់ពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទសូមជួយ like ជួយ share មួយផងបាទនៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទដោយសារនៅទីកន្លែងបាទនៅទីកន្លែងអាសនៈគឺអត់មានសេវាអញ្ចឹងនៅក្នុងការ live រៀងពិបាកបន្តិចអញ្ចឹងក៏ live នៅក្នុងបន្ទប់ប៉ុន្តែនៅខាងក្រោយមានសេវាថ្ងៃនេះគឺបាទសម្រាប់ខ្ញុំគឺនិយាយពីបទពិសោធន៍បាទបទពិសោធន៍ក្នុងការប្រសាទហ្នឹងអត់មានអីតែប៉ុណ្ណឹងព្រោះការងាររាល់ថ្ងៃប៉ុណ្ណឹងបាទហើយថ្ងៃហ្នឹងគឺសិស្សគុណគាត់ចេញទៅផ្ទះ2នាក់ដែរចេញទៅផ្ទះ2នាក់ហើយដើម្បីតែរៀបចំកន្លែងអីបន្ថែមទៀតបាទបងប្អូនស្ដាប់ឮអត់បាទបើស្ដាប់ឮឬមិនឮសូម comment ផងបាទបាទស្មាននេះពុកម៉ែបងប្អូនបានទទួលទានអាហារហើយអត់នៅបាទអញ្ចឹងនៅថ្ងៃនេះគឺមានបងប្អូនអ្នកជំងឺគឺគាត់បានជាហើយក៏បានចេញទៅផ្ទះរបស់គាត់2នាក់ហើយនៅកន្លែងហ្នឹងមាន4-5នាក់ទៀតមិនទាន់បានទៅទេព្រោះមានពេលមានវេលាដែលត្រូវក្នុងការតាមដានបន្តទៀតអញ្ចឹងសម្រាប់នៅក្នុងការបទពិសោធន៍ដែលខ្ញុំជាគ្រូព្យាបាលសម្រាប់ផ្លូវងឹតនៅក្នុងផ្លូវបារមីនេះវាមានផលលំបាកផងហើយក៏វាមិនថាស្រួលពេកហើយក៏មិនលំបាកពេកដែរប៉ុន្តែអ្វីដែលសំខាន់ចង់ប្រាប់ទៅដល់ពុកម៉ែបងប្អូនថាជឿអ្វីគឺសូមឲ្យមានហេតុផលបាទសូមឲ្យមានហេតុផលមិនមែនចេះតែជឿទេមិនថាអាងថាខ្ញុំនឹងជាគ្រូខ្មែរចេះតែប្រាប់ទៅដើម្បីឲ្យបងប្អូនជឿមិនចឹងទេសំខាន់គឺយើងតាមដានមើលតើអ្វីគួរជឿអ្វីដែលមិនគួរជឿ
ព្រោះនៅក្នុងបទពិសោធន៍របស់ខ្ញុំបាទរយៈពេល20ឆ្នាំគឺបាទគឺមានច្រើនអញ្ចឹងនៅក្នុងការដែលព្យាបាលទៅតាមបញ្ហាផ្លូវងឹតនេះគឺវាសំខាន់ណាស់យើងមិនមែនចេះតែយកសិលវិជ្ជាដើម្បីមកថាខ្លាំងក្លាមកដើម្បីតែបដិញនៅខ្មោចព្រាយមានខ្លះសិតតែ2 3ថ្ងៃមើលទៅជាអត់មានរឿងអួតបែបហ្នឹងទេកន្លែងនេះវាជារឿងមួយដែលខុសពោះខ្ញុំក៏មានបទពិសោធន៍ក្នុងនេះរយៈពេលច្រើនឆ្នាំដែរនឹងសិតតែជារឿងអួតតែប៉ុណ្ណោះប៉ុន្តែអ្វីដែលចំណុចរបស់ខ្ញុំសំខាន់ក្នុងការប្រសាទក្នុងការមើលទាមទារចំណុចសំខាន់ទី1គឺបងប្អូនមាននិស្ស័យបុណ្យជាមួយខ្ញុំអត់មានឧបនិស្ស័យដែលអាចខ្ញុំជួយបានអត់នឹងទី1ទី2គឺបងប្អូនមានពេលវេលាសម្រាប់ដោះស្រាយនៅបញ្ហាខ្លួនឯងហើយនៅក្នុងការដែលតាមដានរាល់បញ្ហាផ្លូវងឹតចឹងបងប្អូនខ្លះគាត់មានបញ្ហាត្រូវអំពើខ្មោចព្រាយបងប្អូនខ្លះក៏មានត្រូវអំពើបោះគេមនុស្សផ្ចាញ់ផ្ចាលគ្នាហ្នឹងក៏មានដែរហេតុអីនៅយុគសម័យនេះហើយក៏នៅតែមានអបិយជំនឿបែបហ្នឹងបាទគឺនៅតែមានដដែលមិនអត់មានទេប៉ុន្តែបងប្អូនខ្លះគាត់មិនមានអបិយជំនឿខាងហ្នឹងអញ្ចឹងក៏គាត់មិនវិលវល់ក៏គាត់មិនគិតគូរអីដែរប៉ុន្តែព្យាបាលទៅតាមផ្នែកវិទ្យាសាស្ត្រមិនជាសម្រាប់ខ្ញុំបាទខាងផ្នែកវិទ្យាសាស្ត្រឬក៏ផ្នែកអបិយជំនឿគឺទទួលស្គាល់ទាំងអស់អ្វីដែលសំខាន់គឺត្រូវសហការគ្នារួបរวมគ្នាបើយើងខាងផ្នែកវិទ្យាសាស្ត្រមិនអាចសម្ប្រកបហើយអាហ្នឹងយើងត្រូវស្វែងរកអ្វីដែលផ្សេងទៀតទៅតាមឧបនិស្ស័យដែលអាចយើងធ្វើបានព្រោះមានបងប្អូនខ្លះចឹងទៅគឺខាងផ្នែកវិទ្យាសាស្ត្រមិនត្រូវប៉ុន្តែដល់ទៅពេលមកខាងផ្នែកបុរាណសាស្ត្រក៏បានធូរស្រាលក៏បានដឹងច្បាស់ដោយខ្លួនឯងហើយនៅក្នុងទីកន្លែងខ្ញុំបាទនេះគឺមិនប្រកបរាប់ជាឬការកំណត់ព្យាបាលមើលអីយ៉ាងម៉េចទេអត់ទេបាទអញ្ចឹងសូមពុកម៉ែបងប្អូនជួយ like ជួយ share page ផងមកជួយ follow ផងដើម្បីចែកម្លែកទៅដល់ពុកម៉ែបងប្អូនដែលនៅក្នុងប្រទេសឬក៏ក្រៅប្រទេសដើម្បីស្វែងយល់សិក្សារៀនសូត្រចឹងបទពិសោធន៍កំឡងមកគឺច្រើនសម្រាប់ដែលខ្ញុំជួបគឺមានបងប្អូនខ្លះត្រូវអំពើគេណានិយាយទៅគឺថាមនុស្សនឹងមនុស្សផ្ចាញ់ផ្ចាលគ្នានឹងក៏មានហើយខ្លះក៏ត្រូវអំពើខ្មោចខ្លះទៅក៏មានកម្មពៀវរាជាមួយគ្នាហើយជំងឺទាំងអស់នេះគឺសុទ្ធតែជាជំងឺកម្មទេជំងឺកម្មប៉ុន្តែអ្វីដែលសំខាន់មានឧបនិស្ស័យក្នុងការប្រោះឬការបង្ហាត់បង្ហាញធ្វើយ៉ាងណាចរចាជាមួយគ្នាសម្រាប់បញ្ហាផ្លូវងឹតពេលដែលត្រូវគ្នាហើយអាហ្នឹងគឺយើងអាចគេហៅថាបានសះស្បើយណាហើយយើងប្រើនៅថ្នាំវិទ្យាសាស្ត្របន្ថែមឬក៏ថ្នាំបុរាណបន្ថែមទៅគឺបានដូចគ្នាមិនចំទាស់ឬក៏មិនអ្វីហើយក៏មិនមានការបំផិតបំភ័យឬក៏ហួសហេតុដែរអត់ទេសំខាន់យើងនិយាយអ្វីជាការពិតជាក់ស្ដែងហើយនៅក្នុងកន្លែងខ្ញុំបាទនេះក៏មានចម្រើនវធម៌តាមផ្លូវបារមីហើយក៏ទៅតាមផ្លូវពុទ្ធសាសនាបាទមានដូចគ្នាអញ្ចឹងសូមបងប្អូនបាទជួយ like ជួយ share ជួយ subscribe channel ផងព្រោះវីដេអូ live នេះក៏ដាក់នៅក្នុង channel YouTube ផងដែរហើយក៏មាននៅតាម Instagram មាន TikTok បាទអញ្ចឹងមានគ្រប់បណ្ដាញសង្គមទាំងអស់សំខាន់គឺខ្ញុំបាទចង់ចែកម្លែកទៅដល់បងប្អូនសូមឲ្យមានបញ្ញាការគិតគឺឲ្យបានយល់
ច្បាស់លាស់មុននឹងជឿអ្វីរឿងថាជំងឺនិយាយធំមើលពី3ថ្ងៃឲ្យជាណាគឺនឹងជាការអួតជ្រុលហួសហេតុពេកហើយព្រោះជំងឺរបស់យើងម្នាក់មិនថាជំងឺផ្លូវរងឹតឬក៏ជំងឺវិទ្យាសាស្ត្រទេគឺទាមទារពេលវេលាមិនមែនមកអួតក្តែងហើយតែសួរថាជាពិតប្រកបអត់បានតែត្រឹមខ្មោចព្រាយធម្មតាហ្នឹងប៉ុន្តែបើបងប្អូនខុសនឹងផ្លូវបារមីបើចរចាជាមួយនឹងបារមីមិនត្រូវសួរអាចជាអត់បើខុសនឹងជាមួយនឹងពួកព្រាយបិសាចបើចរចាបើដេញមិនអស់បើមិនមានអ្វីដែលត្រូវគ្នាសួរថាជាអត់គឺអត់ជាទេបើខុសគ្រូកំណើតជាអត់បើខុសកងម៉ាជាអត់បើគេទីមទីអ្វីដែលឲ្យរៀបចំគឺមិនអាចជាទេហើយត្រូវនៅក្នុងពុទ្ធសាសនាគឺកម្មផលមិនគិតរឿងអស់នឹងទេប៉ុន្តែសម្រាប់យើងគឺនៅជាបុថុជនសាមញ្ញនៅការឆ្លងកាត់នៅការសន្សំនៅបុណ្យបារមីហើយបុណ្យបារមីនេះគឺការសន្សំរៀងខ្លួនប៉ុន្តែរឿងគ្រូខ្លាំងគ្រូបកែជួយបាននោះគឺយ៉ាងម៉េចមាននិស្ស័យបុណ្យជាមួយគ្នាទើបជួយបានបើគ្មានទេគឺមិនអាចជួយបានទេมันអាចមកអួតរឿងខ្លាំងរឿងបកែសិលអស្ចារ្យទេកន្លែងហ្នឹងណាចំណុចនេះគឺជាចំណុចសំខាន់អញ្ចឹងពេលដែលបងប្អូនមិនមានបញ្ញាគិតមិនយល់ឲ្យតែឃើញបកែចេះតែមកឃើញបកែចេះតែមកហើយល្បីចេះតែទៅហើយប៉ុន្តែធាតុពិតគឺគ្មាននរណាអស្ចារ្យជាងនរណាទេអ្វីដែលសំខាន់តើមានបុណ្យជាមួយនឹងគ្រូផ្សេងអត់បើមានបុណ្យជាមួយគ្នាជាដូចគ្នាបើមិនមានទេក៏អត់ជាដែរបាទហើយសម្រាប់ទីតាំងកន្លែងខ្ញុំក៏ដូចគ្នាដែរព្រោះអ្វីដែលសំខាន់គឺត្រូវពិចារណានិងសិក្សាជាមួយគ្នាពិចារណាសិក្សាជាមួយគ្នារហេតុរផលររឹសរគល់ហើយត្រូវឲ្យអ្នកជំងឺហ្នឹងគឺមានអ្វីដែលដឹងច្បាស់លាស់ខ្លួនឯងស្របនឹងព្រមតាមខ្លួនឯងមិនមែននៅលើតការទុះទាយឲ្យបញ្ជាឲ្យតែរៀបចំទេអត់ទេគឺបញ្យល់ហេតុផលនៅក្នុងផ្លូវងឹតដោះស្រាយផ្លូវងឹតហើយចម្រើនសមាធិស្វែងយល់ពិចារណានៅក្នុងធម៌របស់ព្រះពុទ្ធជាម្ចាស់ផងដែរព្រោះយើងមានព្រះពុទ្ធជាគោលចុះបើយើងមិនយកព្រះពុទ្ធមកជាគោលសំខាន់ធំយើងធ្វើមិនកើតអញ្ចឹងត្រូវទាំងពីរហ្នឹងអមគ្នាបាទបងប្អូនមានបញ្ហាផ្សេងណានៅជំងឺនឹងកាត់ផ្សេងដែលព្យាបាលឬក៏នៅក្នុងវិទ្យាសាស្ត្រហ្នឹងមើលទៅមិនត្រូវបងប្អូនមានចំណាប់អារម្មណ៍ឬអាចសាកសួរទំនាក់ទំនងតាមpage ឬក៏តាមទូរស័ព្ទអាចទំនាក់ទំនងសាកសួរបានបាទជំរាបសួរបងបាទជំរាបសួរបងប្អូនទាំងអស់ដែលបានចូលមើលបាទឮច្បាស់ឬក៏អត់បាទខមមិនប្រាក់ផងព្រោះពីមុនមកសម្រាប់ខ្ញុំខ្ញុំមិនដែលចេញមុខឬក៏និយាយនៅក្នុងការ live ទេប៉ុន្តែចាប់ពេលនេះទៅគឺខ្ញុំដាក់កម្មវិធីក្នុងរយៈពេល2បើមិនពេលម៉ោង8ព្រឹកឬក៏ម៉ោង10ទេនឹងចាប់ពីម៉ោងសម្រាប់ហ្នឹងម៉ោង12ម៉ោង1ហ្នឹងគឺនឹងមានការ live ហើយក៏មានការថតជាវីដេអូឃ្លីបដាក់ទៅតាមបណ្ដាញសង្គមផ្សេងដើម្បីបង្ហាញទៅដល់ពុកម៉ែបងប្អូនដែលជាញាតិមិត្តញាតិពធទាំងក្នុងប្រទេសនិងក្រៅប្រទេសដើម្បីចែកម្លែកនៅបទពិសោធន៍និងចំណេះដឹងខាងផ្នែកពុទ្ធសាសនាខ្លះផងព្រហ្មញ្ញសាសនាខ្លះផងទាំងពីរហ្នឹងរួមគ្នាតែមួយហើយក៏សូមបញ្ជាក់បងប្អូនមួយទៀតដែរថាអានឹងសម្រាប់ខ្ញុំផ្ទាល់សម្រាប់បាយសីគ្រឿងសក្ការៈនៃការថ្វាយទៅដល់អង្គបារមីនោះគឺ
គឺការថ្វាយរំលឹកគុណទៅដល់ព្រះគ្រប់ព្រះអង្គតែនៅក្នុងព្រហ្មញ្ញសាសនាព្រាហ្មណ៍អីគឺมันមានបាយសីសក្ការៈនឹងទាំងអស់នឹងទេណាបងប្អូនកុំយល់ច្រឡំកន្លែងហ្នឹងអ្វីដែលយើងរៀបគឺរៀបរំលឹកគុណទៅដល់ព្រះគ្រប់ព្រះអង្គទាំងអស់ហើយសម្រាប់ពុទ្ធសាសនាគឺត្រៃសនគមគឺមានពុទ្ធពធប្រសង្ឃហើយនឹងគម្ពីរព្រះត្រៃបិដកតែព្រហ្មញ្ញសាសនាគឺมันមានបាយសីគ្រឿងសក្ការៈហ្នឹងទេគឺមានតែត្រៃសនគមហ្នឹងមានព្រះព្រហ្មព្រះវិស្ណុណាវាមានសេវៈមានអតិទេពគ្រប់អង្គហ្នឹងហើយក៏មានត្រៃសនគមរបស់មានគម្ពីរព្រះត្រៃវេទដែលមាន4ចម្ពោះគឺมันមានគ្រឿងសក្ការៈទេកន្លែងនេះបងប្អូនមិនបានដឹងថាដូចខ្លះទៅគាត់ថាឲ្យតែឃើញសក្ការៈបាយសីនេះសិតតែព្រហ្មញ្ញតែធាតុពិតមិនមែនទេនេះសូមបញ្ជាក់គឺមានអ្វីផ្សេងទៀតបងប្អូនចង់ដឹងអានឹងអាចសាកសួរបានតើសួរតើបាយសីសក្ការៈហ្នឹងគឺផ្នែកខាងអីអញ្ចឹងដូចនៅប្រទេសឥណ្ឌាគេកាន់សាសនាព្រាហ្មណ៍ដែរសួរថាមានសក្ការៈហ្នឹងអត់ទេណាគឺអត់មានទេហើយអ្វីដែលមានហ្នឹងគឺសម្រាប់តែបុព្វបុរសខ្មែរយើងដែលរៀបទៅរំលឹកគេហៅថាបែបប្រពៃណីវាមានច្រើនផ្នែកទៅតាមជនជាតិផ្សេងអញ្ចឹងក្នុងការគោរពបប្រតិបត្តិនៅក្នុងផ្លូវព្រះធម៌ទាំងអស់มันមានអ្នកណាតែធ្វើទៅបានល្អគ្រប់10ទេហើយក៏គ្មានអ្នកណាចេះអស់ដែរហើយអ្វីដែលចេះអស់នោះមានតែព្រះអរហន្តទេមានតែពុទ្ធជាម្ចាស់ទេដែលរៀនចេះអស់ហើយដែលរៀនចប់ក៏មានតែព្រះអង្គដែរតែយើងគ្រប់គ្នាដែលកំពុងតែដើរនៅផ្លូវនេះគឺទៅរកការត្រាស់ដឹងគឺទៅរកផ្លូវពុទ្ធដូចគ្នាការសន្សំដូចគ្នាហើយត្រឹមអិសីគ្រប់ព្រះអង្គណាដែលបានសម្រេចជាន់ខ្ពស់បំផុតហើយមិនបានទៅដល់ពុទ្ធទេគឺត្រឹមតែសម្រេចឈានទី7ប៉ុណ្ណោះគេហៅថាឈានសមាបត្តិទី7ប៉ុណ្ណោះនឹងស្ដេចអិសីដែលអស្ចារ្យហើយដែលសម្រេចឈានអស់នឹងហើយបានហោះហើរជ្រែកទឹកជ្រែកដីនោះដល់ពេលពុទ្ធរបស់យើងគឺសម្រេចលើអិសីបានដល់8ហើយ8ហ្នឹងគឺចប់ហើយណាសម្រាប់ឈានគឺចប់ហើយសម្រាប់ឈានប៉ុន្តែវាមិនមែនជាសេចក្តីសុខពិតប្រាកដសម្រាប់ការត្រាស់ដឹងនៅពធព្រះអង្គទៅរកផ្សេងទៀតណាអញ្ចឹងបើផ្នែកពុទ្ធសាសនាពេលដែលយើងយល់នៅក្នុងព្រះត្រៃបិដកសំខាន់ជាងគេបំផុតគឺគម្ពីរព្រះត្រៃបិដកគឺអភិធម្មបងប្អូនដែលមានឧបនិស្ស័យខ្ពស់បានយល់នៅក្នុងផ្នែកអភិធម្មហ្នឹងគឺពិតជាបុគ្គលដែលអស្ចារ្យហើយណាព្រោះនៅក្នុងនោះគឺពិសេសណាស់អញ្ចឹងយើងនៅក្នុងផ្លូវបារមីដែលរៀបចំកិច្ចសក្ការៈក្នុងព្រហ្មញ្ញសាសនាក៏ដោយប៉ុន្តែផ្លូវរៀបចេញដំណើរហ្នឹងគឺជាជំហានហើយក៏ទៅរកកន្លែងហ្នឹងដូចគ្នាដែរតែបងប្អូនខ្លះគាត់មិនបានសិក្សាផ្នែកពុទ្ធសាសនាយល់ច្បាស់ជួនកាលទៅមានការនិយាយទៅខុសណានិយាយទៅខុសព្រោះនៅក្នុងโลกនេះអត់មានអីធំជាងច្បាប់កម្មធម្មជាតិច្បាប់ធម្មជាតិហ្នឹងទេគ្មានអ្នកណាប្រឆាំងបានទេអត់មានអ្នកណាប្រឆាំងបានទេព្រោះកម្មហ្នឹងវាមិនមែនអាក្រក់ទេតើថាកម្មជាអកុសលទៅអាក្រក់បើកម្មជាកុសលគឺកម្មល្អហើយក៏គ្មានបុគ្គលណាដែលគេចផុតរួចបានដែរព្រោះវាជារបស់យើងអញ្ចឹងហើយពេលអ្នកមិនយល់ថាកុំផ្ដោតទៅលើកម្មខ្លាំងពេកប៉ុន្តែធម៌ពិតទង្វើដែលយើងសាងគឺសន្សំជារៀងរាល់ថ្ងៃនេះហើយនឹងហើយគឺជាអំពើព្រ
ព្រោះនៅក្នុងហ្នឹងគឺមាន3ធំណាមនោកម្មកាយកម្មវិច័យកម្មព្រោះអត់ឆ្ងាយពីកន្លែងហ្នឹងទេគឺនៅតែកន្លែងហ្នឹងហើយការប្រព្រឹត្តរបស់យើងរាល់ថ្ងៃហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់ដែលកើតចេញមកពីចិត្តនិងគំនិតដែលត្រេះរិះពិចារណាហើយសម្រាប់ផ្លូវងឹតក្នុងពុទ្ធសាសនាសម្រាប់ព្រះអង្គគឺព្រះអង្គឃើញព្រះអង្គជ្រាបដឹងទាំងអស់ហ្នឹងមិនមែនអត់ណាប៉ុន្តែព្រះអង្គបានចាក់ចែងអំពីវាសនាព្រះអង្គបានចាក់ចែងអំពីគេថាបាបនិងបុណ្យគឺព្រះអង្គចាក់ចែងទាំងអស់ហើយអញ្ចឹងយើងដែលបានតន់នៅក្នុងសម័យកាលនៃពុទ្ធសាសនាគឺបងប្អូនមានសំណាងធំណាស់ព្រោះកម្រនឹងតន់ប៉ុន្តែទោះថាយើងនៅទីកន្លែងណាក៏ដោយអ្វីត្បិតតែផ្លូវដើរខុសគ្នាក៏ដោយចង់មិនចប់ទៅរកតែផ្លូវមួយទេអញ្ចឹងត្រូវមានបញ្ញាត្រេះរិះនិងគិតពិចារណាឲ្យបានល្អិតល្អន់ម្នាក់គឺមានកម្មរៀងខ្លួនទោះថាឈឺអ្វីក៏ដោយជំងឺអ្វីក៏ដោយមានកម្មរៀងខ្លួនហើយក៏គ្មានបុគ្គលណាអស្ចារ្យជាងបុគ្គលណាដែរគេអស្ចារ្យគេមានបុណ្យគេច្រើនបាទគេអាចល្អជាងយើងប្រសើរជាងយើងប៉ុន្តែបើយើងសាងនៅសេចក្តីល្អពិតចេញអំពីចិត្តរបស់យើងនៅក្នុងចិត្តរបស់យើងអត់សំខាន់បុគ្គលណាថាយើងល្អឬមិនល្អទេនៅក្នុងកន្លែងហ្នឹងសំខាន់យើងដឹងខ្លួនយើងគ្មានអ្នកណាដឹងជាងយើងទេប៉ុន្តែកុំភ្លេចថាកម្មជាកុសលនិងអកុសលអ្នកដែលពោលមកត្រូវមិនអីទេពោលចោតប្រកាន់យ៉ាងម៉េចក៏ដោយតែអ្នកដែលពោលមកខុសណាគឺត្រូវខ្លួនឯងទេសំបីអ្នកដែលប្រមាថទៅដល់ព្រះក៏ដោយសួរថាព្រះអង្គមានយកទោសយកពៃអត់ទេព្រះអង្គបរិនិព្វានបាត់ហើយព្រះអង្គមានតែដាក់ទោសអត់ទាំងអស់តែនេះគឺចិត្តគំនិតនិងសេចក្តីប្រមាថកើតចេញពីខ្លួនរបស់យើងនឹងហើយដែលការសន្សំនៅបាបកម្មនោះគេថាសន្សំអ្វីបានហ្នឹងណាប៉ុន្តែសម័យនេះគឺគេហៅថាគុណធម៌ចុះទាបយ៉ាងមនុស្សជាច្រើនណាមនុស្សជាច្រើនគឺគេហៅថាផលប្រយោជន៍គឺខ្លាំងជាងអញ្ចឹងអ្វីទាំងអស់គេហៅថាមុននឹងជឿអ្វីត្រូវតាមដានត្រូវត្រេះរិះត្រូវពិចារណារកហេតុរកផលឲ្យបានពិតប្រាកដមិនមែនចេះតែឃើញជឿទេនឹងជាចំណុចសំខាន់ព្រោះត្រូវយកបញ្ញាមកត្រេះរិះត្រូវស្គាល់មនុស្សឲ្យច្បាស់ហើយអ្វីដែលច្បាស់ពិតប្រាកដណាគេហៅថាមនុស្សដែលយល់ចិត្តគ្នាសិក្សាពីគ្នាទៅវិញទៅមកយល់ចិត្តគ្នាទៅវិញទៅមកបើមិនបានយល់ចិត្តគ្នាទេនឹងគឺពោលខុសហើយសូមគោរពទៅដល់អង្គបារមីគ្រប់ព្រះអង្គដល់អង្គលោកឪព្រះមនីឥសីគ្រប់ព្រះអង្គទាំងអស់ទោះជានៅទីកន្លែងណាក្តីក៏សូមប្រណិប័តពីចម្ងាយនៅក្នុងការឡាយនេះហើយក៏សូមអរព្រគុណអញ្ចឹងសម្រាប់អង្គបារមីគ្រប់ព្រះអង្គទាំងអស់គឺទ្រទ្រង់ទៅដល់ណាទ្រទ្រង់ទៅដល់សាសនាទ្រទ្រង់ទៅដល់វិញ្ញាណបរិសុទ្ធបើយើងមិនបានមកទ្រទ្រង់ទេព្រោះមានខ្លះទៅមានវិញ្ញាណដែលមិនល្អយ៉ាងទៅថែរក្សាក៏មានអញ្ចឹងយើងមិនអាចមើលឃើញដោយភ្នែកធម្មតាបានទេប៉ុន្តែទោះថាមានអរិយភូតឬថាល្អឬមិនល្អក៏ដោយសំខាន់គឺយើងត្រូវមានសេចក្តីមេត្តាក៏មានសេចក្តីប្រមាទកន្លែងហ្នឹងហើយអ្វីដែលធ្វើបានសំខាន់ជាងគេបំផុតណាគឺការតាំងចិត្តនិងធ្វើចិត្តខ្លួនឯងមិនមែនតែឃើញទោសរបស់គេទេណានឹងចំណុចសំខាន់គឺយើងមើលទោសខ្លួនឯងពិចារណានៅទោសខ្លួនឯង
ខំលៀងខំជំរះខ្លួនឯងពេលដែលសេចក្តីសុខមកដល់យើងដឹងថាសុខមកដល់ពេលដែលសេចក្តីទុក្ខមកដល់យើងដឹងថាទុក្ខមកដល់អញ្ចឹងយើងនៅបឋមជនខំប្រឹងសន្សំនិងសាងទៅទាំងអស់គ្នាមានចំណែកបុណ្យរៀងខ្លួនសន្សំរៀងខ្លួនសប្តាហ៍ថ្ងៃក៏ខ្ញុំកំពុងតែប្រឹងប្រែងនិងសន្សំរកនៅចំណេះដឹងឬក៏ហេតុផលអ្វីដែលល្អចង់ចែកម្លែកទៅដល់ពុកម៉ែបងប្អូនព្រមទាំងពញាតនៅក្នុងផ្លូវបារមីទាំងអស់ហើយក៏មិនតាំងថាចេះអ្វីជាងគេដែរអត់ទេអត់តាំងថាចេះជាងគេទេណាប៉ុន្តែគឺចង់ចែករំលែកបទពិសោធន៍ខ្លះៗក្នុងការដែលយើងបដិបត្តិក្នុងការប្រសាទហើយនឹងសិក្សាស្វែងយល់រៀនសូត្រពីគ្នាទៅវិញទៅមកហ្នឹងចំណុចសំខាន់មិនមែនចាំមើលបំណាំគ្នាមើលទៅនោះអស្ចារ្យនេះមិនអស្ចារ្យគឺអត់ចឹងទេគឺចង់ឲ្យចេះស្រឡាញ់គ្នាគោរពគ្នាទៅវិញទៅមកដើម្បីធ្វើម៉េចឲ្យមានភាពរីកចម្រើនទាំងអស់គ្នាទៅដល់សង្គមជាតិទៅដល់ប្រទេសជាតិទាំងមូលកុំមើលបំណាំគ្នាកុំផ្ចាញ់ផ្ចាលគ្នាព្រោះខ្ញុំធ្លាប់ដើរយូរដែរប៉ុន្តែគាត់ថាធម្មតាការវិលជុំអញ្ចឹងមានអង្គបារមីច្រើនដែលមិនដែលបានស្គាល់ឬក៏បានជួបបាទខ្ញុំធ្លាប់ទៅភ្នំស្រង់ធ្លាប់បួសជាព្រះសង្ឃនៅចិត្តភ្នំព្រះទៅភ្នំកំចាយភ្នំចាស់ហ្នឹងក៏ធ្លាប់ទៅតែក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះគឺខ្ញុំអត់បានតាណាទេគឺរវល់នឹងការងារអាជីវកម្មខ្លះប៉ុន្តែដោយសារបារមីបង្ហាញផ្លូវគឺក្នុងការប្រសាទទៅជួយទៅដល់ពញាតនៅក្នុងនឹងអញ្ចឹងក៏ខំប្រឹងប្រែងហើយក៏យល់ព្រមតាមទៅដល់បារមីដែលលោកបង្ហាញព្រោះអ្វីទាំងអស់នេះវាសិតជាគំនូសដែលយើងបានសច្ចានិងប្រាថ្នាដោយខ្លួនឯងពីមុនមកមិនយល់ខឹងផ្លូវបារមីដែរហេតុអីក៏ធ្វើអ្វីមិនបានសម្រេចចង់អ្វីមិនបានតែដល់ពេលយើងពិចារណាយល់ទៅថាដោយសារគំនុះយើងគូសដោយខ្លួនឯងនិយាយដោយខ្លួនឯងហ្នឹងដល់ធៀបពិតខ្លួនឯងទាំងអស់អញ្ចឹងសួរទៅខឹងនៅណាកើតទទួលស្គាល់ហើយគឺមានការដឹងគុណរលឹកមានសេចក្តីត្រេកអរដឹងគុណទៅដល់ដែលលោកនឹងតម្រែតម្រង់ផ្លូវរបស់យើងទី1ទី2ដោយសារបុណ្យបារមីរបស់យើងដែលបានជំរុញយើងបានបួសរៀនសូត្រដើរនៅផ្លូវមួយសម្រាប់សន្សំទៅផ្លូវអនាគតតទៅមុខទៀតយើងមិនបានមើលឃើញពិតប្រាកដទេព្រោះយើងនៅជាបុថុជនតែយើងបានដឹងហេតុផលខ្លះហើយយើងខំប្រឹងសន្សំនឹងអាចបានទាំងអស់គ្នាទៅថ្ងៃមុខបាទអញ្ចឹងដោយសារពេលវេលាហើយក៏មានអ្នកមករកដែរអញ្ចឹងក៏សូមបញ្ចប់តាមហ្នឹងអញ្ចឹងមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងដោយប្រការណាក្តីហើយក៏សូមអរគុណទៅដល់អង្គស្នងបារមីគ្រប់ព្រះអង្គទាំងអស់ព្រមទាំងព្រះមនីសីគ្រប់ព្រះអង្គនៅគ្រប់ភ្នំនៅទីកន្លែងណាក្តីបានឃើញក៏សូមគ្រប់ពីចម្ងាយហើយក៏សូមជូនពរសូមឲ្យញាតិនៅក្នុងពធដែលកាន់ស្នងនៅបារមីគ្រប់អង្គទាំងអស់សូមឲ្យបានសម្រេចនៅពធជាន់ខ្ពស់ហើយសូមបាននៅព្រះនិព្វានសម្រាប់អនាគតជាតិទាំងអស់គ្នាខាងមុខកំបីឃ្លៀងឃ្លាតឡើយក៏សូមអរគុណសូមជម្រាបលា